ជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តនឹងតាមដាននៅទស្សនាវីដេអូរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំបាទនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាក៏ដូចជាមើលនៅសត្វជ្រូកព្រៃមួយកន្លែងដែលស្ថិតនៅក្នុងឃុំនៃពេជ្រស្រុកកំពង់ស្វាយខេត្តកំពង់ធំបាទដែលគេចិញ្ចឹមនេះគឺចិញ្ចឹមនៅក្នុងព្រៃតែម្ដងបាទដែលគេចិញ្ចឹមជាលក្ខណៈសហគមន៍របស់ព្រៃឈើរបស់គេបាទហើយនេះគឺជាសកម្មភាពជ្រូកព្រៃអាឈ្មោលបាទដែលវាដើរស៊ីចំណីខាងហើយនោះមេបាទមេគេដើរនៅក្នុងខាងនោះបាទហើយល្អមែនតើបាទក្នុងការដែលយើងធ្វើបែបនេះគឺដើម្បីនឹងអភិរក្សសត្វជ្រូកព្រៃឲ្យវាមាននៅក្នុងស្រុករបស់យើងក៏ដូចជាឲ្យវាបន្តពូជទៅទៀតបាទព្រោះបើតែយើងអត់ធ្វើអញ្ចឹងទេការបរបាញ់នៅតាមព្រៃសហគមន៍នីមួយៗក៏ដូចព្រៃឈើទាំងឡាយហ្នឹងគឺអាចនឹងបាត់បង់ជ្រូកព្រៃអស់ទៅអាចនឹងផុតពូជអីចឹងទៅពុកម៉ែបងប្អូនបាទហើយនេះគឺជាសកម្មភាពរបស់វាដែលវាដេកនៅក្នុងទឹកហើយនេះគឺជាអាបាមួយទៀតបាទពុកម៉ែបងប្អូនបាទដែលវាកំពុងតែធ្វើការរកចំណីនៅខាងបាទវាឃើញខ្ញុំមកថតអញ្ចឹងវាស្មានតែខ្ញុំនឹងឲ្យចំណីវាបាទព្រោះជ្រូកព្រៃនេះគឺមានអ្នកឲ្យចំណីប្រចាំការនៅហ្នឹងបងប្អូនបាទគេឲ្យវាស៊ីលក្ខណៈជាផ្លែឈើផ្លែអីខ្លះដូចជាឃើញមានដាក់កន្ទុកដាក់អីដែរហើយសុខភាពរបស់វាគឺវារស់នៅលក្ខណៈថាដូចនៅក្នុងព្រៃអញ្ចឹងបងប្អូនបាទអានេះសកម្មភាពរបស់វាដើរបាទខ្នាយវែងមែនតើបាត់ម្ខាងបាត់ហើយខ្នាយបាទម្ខាងនោះវែងម្ខាងនេះខ្លីបាទនោះមើលរៀងគេរៀងពិតជាអែមមែនតើបាទរៀងអញ្ចឹងល្អមែនតើពុកម៉ែបងប្អូនបាទដែលយើងអភិរក្សទុកសម្រាប់នឹងក្មេងជំនាន់ក្រោយមើលស្រួល2 3ឆ្នាំទៅមុខទៀតវាคล้ายជាសត្វមួយដែលកម្រវាធ្វើឲ្យកន្លែងរបស់យើងនឹងមានភ្ញៀវទេសចរទៅទស្សនាទៀតអញ្ចឹងអរគុណសម្រាប់សកម្មភាពសូមគ្រប់ជម្រាបលា